ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីជាមួយខ្ញុំបណ្ឌិតក្រោមប្រធានបទទេសចរបែបប្រវត្តិសាស្ត្រហើយឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅប្រាសាទមួយកន្លែងដែលប្រាង្គកណ្ដាលនៃប្រាសាទនេះគឺដូចគ្នាទៅនឹងកំពូលប្រាសាទអង្គរវត្តដែរហើយបងប្អូនចង់ដឹងអត់ថាប្រាសាទមួយនេះមានទីតាំងនៅឯណាមានប្រវត្តិបែបណាហើយក៏ត្រូវបានកសាងឡើងដោយស្អីអង្គណាកុំភ្លេចតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាហើយប្រាសាទមួយនេះបងប្អូនគឺមានក្លោងទ្វារបែបមុខទៅទិសលិចដូចទៅនឹងប្រាសាទអង្គរវត្តដែរបងប្អូនអញ្ចឹងតោះថ្ងៃនេះខ្ញុំបានធ្វើដំណើរមកដល់ប្រាសាទមួយទៀតហើយដែលប្រាសាទមួយនេះគឺមានឈ្មោះថាប្រាសាទវត្តអាទ្វារប្រាសាទវត្តអាទ្វារគឺជាប្រាសាទដ៏អស្ចារ្យមួយដែលស្ថិតនៅក្នុងតំបន់អង្គរនៃក្រុងសៀមរាបបើយើងនិយាយអំពីទីតាំងនៃប្រាសាទវត្តអាទ្វារមានទីតាំងស្ថិតនៅខាងលិចស្ទឹងសៀមរាបចម្ងាយប្រហែលជា1គីឡូម៉ែត្រស្ថិតក្នុងភូមិកក្រាញ់សង្កាត់សៀមរាបក្រុងសៀមរាបខេត្តសៀមរាបបើយើងនិយាយអំពីប្រវត្តិនៃប្រាសាទមួយនេះប្រាសាទវត្តអាទ្វារត្រូវបានកសាងឡើងនៅពាក់កណ្ដាលសតវត្សទី12នៅក្នុងរាជការព្រះបាទសូរ្យវរ្ម័នទី2នៅចន្លោះឆ្នាំ1113ដល់ឆ្នាំ1150ប្រាសាទវត្តអាទ្វារជាប្រាសាទមួយទៀតក្រៅពីប្រាសាទអង្គរវត្តដែលមានច្រកចូលសំខាន់នៅទិសខាងលិចពោលគឺបែរមុខទៅទិសខាងលិចតាមស្លាកស្នាមនៅសល់មានគោបារៈមួយនៅទិសខាងលិចបន្ទាប់មកព័ទ្ធដោយកសិនមួយជាន់និងមានគោបារៈមួយទៀតមុននឹងទៅដល់កំពែងមួយជាន់របស់ប្រាង្គកណ្ដាលកំពែងនេះសាងសង់ពីថ្មបាយក្រៀមដោយមានទ្វារចូលតាមទិសទាំង4ធ្វើអំពីថ្មភក់ពណ៌ប្រផេះប្រាង្គកណ្ដាលមានទ្វារចូលតាមទិសខាងលិចនិងទ្វារបញ្ឆោត3នៅតាមទិសទាំង3ផ្សេងទៀតផ្នែកខាងលិចបន្តដោយសំណង់មណ្ឌពដែលទ្រដោយសសរនិងធ្នឹមមានចម្លាក់ដូចគ្នាស្ទើរតែទាំងស្រុងទៅនឹងប្រាសាទអង្គរវត្តផ្ទៃជញ្ជាំងក្បែរច្រកទ្វារមានលម្អរូបអប្សរា4និង2ជាគំនូរព្រិលមិនទាន់ឆ្លាក់រួចអគារមណ្ឌពនេះជាប់ទៅនឹងក្លោងទ្វារចូលខាងលិចដោយសំណង់ដូចស្ពានមួយប្រាង្គកណ្ដាលមានកំពូលដែលមានលក្ខណៈដូចគ្នាទៅនឹងកំពូលប្រាសាទអង្គរវត្តមានអគារ4នៅអមសងខាងប្រាង្គកណ្ដាលនេះនិងបែរមុខទៅទិសខាងលិចទាំង4អគារ2នៅខាងកើតគឺធ្វើអំពីថ្មភក់និងថ្មបាយក្រៀមរីឯអគារ2នៅខាងលិចគឺធ្វើអំពីថ្មភក់សុទ្ធហើយយើងគឺមិនទាន់ដឹងអំពីមុខងារនៃអគារទាំង4នេះនោះទេនេះគឺជាចំណុចពិសេសមួយរបស់ប្រាសាទវត្តអាទ្វារដែលមានសំណង់4អមសងខាងនិងបែរមុខស្របទិសរបស់ប្រាង្គកណ្ដាលបើនិយាយអំពីសំណង់ស្ថាបត្យកម្មនៃប្រាសាទមួយនេះយើងពុំទាន់មានសាលាចារឹកដើមណាមួយដែលនិយាយអំពីការស្ថាបនានៃប្រាសាទមួយនេះត្រូវបានកសាងឡើងដោយស្ដេចអង្គណាក៏ដូចជាដោយនរណាឬក៏នៅក្នុងឆ្នាំណានោះទេនៅលើសសររបស់មណ្ឌពខាងមុខប្រាង្គកណ្ដាលមានសិលាចារឹកចំនួន5ផ្ទាំងតែជាសិលាចារឹកដែលត្រូវបានចារឡើងនាសម័យក្រោយនោះទេដោយនិយាយអំពីការធ្វើដង្វាយដល់ទីប្រាសាទក្រោយសម័យអង្គរឬក៏កណ្ដាលសម័យអង្គរនេះឯងបើយើងពិនិត្យមើលទៅលើបែបផែននៃរចនាសម្ព័ន្ធផ្សេងៗរបស់ប្រាសាទនេះជាពិសេសគឺកំពូលនៃប្រាង្គកណ្ដាលនិងចម្លាក់ទេពស្រីឬក៏គេហៅថាអប្សរានឹងនៅអមស៊ុមទ្វារបង្ហាញថាប្រាសាទនេះមានលក្ខណៈដូចគ្នាទៅនឹងរចនាបថប្រាសាទអង្គរវត្តគឺដូចទៅនឹងប្រាសាទអង្គរវត្តនិងប្រាសាទចៅសាយទេវតាជាដើមលោកឡាហ្សង់ហ្គីយេបានប្រៀបធៀបលើចំនួនថ្នាក់5របស់កំពូលប្រាង្គកណ្ដាលហើយផ្ដល់សមត្ថកម្មជាចំណុចនៃការធ្វើការបដិឆេទរបស់ប្រាសាទនេះដូចគ្នាទៅនឹងប្រាសាទអង្គរវត្តចំណុចដែលសំខាន់នោះគឺយើងអាចលើកយកទិសដៅនៃប្រាសាទដែលគេបានស្ថាបនាឲ្យបែរមុខទៅទិសខាងលិចដូចទៅនឹងប្រាសាទអង្គរវត្តដែរក្នុងករណីបែបនេះយើងអាចសន្និដ្ឋានជាបណ្ដោះអាសន្នថាប្រាសាទវត្តអាទ្វារគឺអាចកសាងដំណើរគ្នាទៅនឹងប្រាសាទអង្គរវត្តឬក៏ក្នុងរាជការព្រះបាទសូរ្យវរ្ម័នទី2នៅក្នុងឆ្នាំ1113ដល់ឆ្នាំ1150នៃគ្រិស្តសករាជសម្រាប់ប្រាសាទវត្តអាទ្វារការកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់គឺដោយសារពុំមានសាលាចារឹករៀបរាប់អំពីការស្ថាបនានិងគោលបំណងនៃការឧទ្ទិសជាហេតុធ្វើឲ្យពិបាកនៅក្នុងការសន្និដ្ឋានអំពីចំណុចទាំងនេះណាស់ហើយយើងក៏អាចទាញយកសមិទ្ធកម្មមួយចំនួនដោយប្រៀបធៀបទៅនឹងប្រាសាទអង្គរវត្តចំណុចទី1គឺប្រាសាទដែលបែរមុខទៅទិសខាងលិចអាចជាការឧទ្ទិសដល់ព្រះវិស្ណុលោកអៃម៉ូនីញេបានសន្និដ្ឋានថាប្រាសាទនេះកសាងឡើងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាតែក្រោយមកក៏ជាកន្លែងដែលប្រតិបត្តិលើព្រះពុទ្ធសាសនានៅក្នុងប្រាង្គកណ្ដាលមានជើងទម្រមួយដ៏ធំប៉ុន្តែมันមានរូបបដិមានោះទេម្យ៉ាងវិញទៀតក្រៅពីចម្លាក់ទេពអប្សរានិងក្បាច់ភ្ញីមួយចំនួនយើងពុំមានចម្លាក់តួអង្គឬរឿងទេវកថាផ្សេងៗដូចជានៅក្នុងប្រាសាទអង្គរវត្តក្នុងរាជការព្រះបាទសូរ្យវរ្ម័នទី2នោះទេក្នុងករណីទី1យើងអាចឲ្យសមត្ថកម្មជាបណ្ដោះអាសន្នថាប្រាសាទវត្តអាទ្វារនេះអាចកសាងឡើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុនិងជាប្រាសាទគោលដៅនៃសេចក្តីស្លាប់ដោយប្រាសាទអង្គរវត្តដែរបើយើងនិយាយអំពីសាលាចារឹកដែលនៅលើសសររបស់ប្រាង្គប្រាសាទទាំង5ផ្ទាំងអត្ថាធិប្បាយដំបូងគឺដោយលោកអៃម៉ូនីញេនិងក្រោយមកត្រូវបានចុះបញ្ជីជាសាលាចារឹករបស់កម្ពុជាលេខ
261ដោយលោក Mercedes ប៉ុន្តែជនជាតិបារាំងទាំងនេះគឺពុំទាន់បានសិក្សាបកប្រែលម្អិតអំពីអត្ថន័យនៃសិលាចារឹកទាំងនេះនោះទេក្រោយមកលោកស្រីពៅសេរស់បានសិក្សាបកប្រែសិលាចារឹកទាំង5ទាំងនេះសិលាចារឹកទាំងនេះគឺមានការបរិច្ឆេទចន្លោះឆ្នាំ1578ដល់ឆ្នាំ1677ហើយមានអត្ថន័យដូចគ្នាគឺនិយាយអំពីការគោរពការថ្វាយការបួងសួងឲ្យរួចផុតពីកម្មពៀចាក់ឆ្ងាយពីឋាននរកទាំងឡាយនឹងបានមកដល់នៅទីឋានសួគ៌និងទានព្រះសិរមេត្រីក្រៅពីសិលាចារឹកសម័យកណ្ដាលទាំងនេះយើងសង្កេតឃើញថាមានសិលាចារឹកខ្លីៗឬក៏អក្សរថ្មដែលមាននៅលើផ្ទាំងជញ្ជាំងថ្មដែលគេនៅមិនទាន់បានតម្រឹមឬឆ្លាក់ជាក្បាច់នៅឡើយទេអក្សរទាំងនេះគឺជាសញ្ញាឬក៏កំណត់សម្គាល់អំពីមនុស្សដែលជាអ្នកកាត់ថ្មឬអាចជាឈ្មោះរបស់ការដ្ឋានយកថ្មដែលគេយកមកបើយើងប្រៀបធៀបទៅនឹងអក្សរថ្មដែលគេជួបប្រទះនៅប្រាសាទទប់លិចឬសំណង់កណ្ដាលស្រះស្រង់គឺមានលក្ខណៈច្បាស់លាស់ជាងអក្សរនៅលើថ្មនៅទីតាំងទាំងពីរសម្រាប់វីដេអូរបស់ខ្ញុំគឺឈានដល់ទីបញ្ចប់ហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាបន្ទាប់ពីឃើញវីដេអូមួយនេះកុំភ្លេចមកលេងនៅប្រាសាទវត្តអាទ្វារផងដោយសារតែប្រាសាទវត្តអាទ្វារតាមខ្ញុំសួរបងអប្សរាគឺគាត់ថាអត់សូវមានភ្ញៀវទេសចរមកលេងទេមិនថាតែភ្ញៀវចិត្តឬក៏អន្តរជាតិទេដោយសារតែប្រាសាទនេះគឺមិនសូវមានអ្នកស្គាល់សង្ឃឹមថាវីដេអូមួយនេះគឺជាចំណេះដឹងតូចមួយផ្នែកប្រវត្តិសាស្ត្រជូនបងប្អូនទាំងអស់គ្នាហើយក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតមានឡើងទាំងចេតនាអចេតនាឬក៏កុំខាត់ព័ត៌មានមួយចំនួនហើយសូមបងប្អូនទាំងអស់គ្នាជួយ like ក៏ដូចជា share នៅវីដេអូមួយនេះក៏ដូចជា subscribe នៅ channel YouTube របស់ខ្ញុំមួយផងសូមអរគុណ